ការអនុវត្តបទឈប់បាញ់បញ្ហាព្រំដែនកម្ពុជាថៃមានរយៈពេល3ខែហើយតែថៃនៅតែបំពេញដែនអធិបតេយ្យកម្ពុជាដោយផ្ទុយនឹងការកំណត់របស់កិច្ចព្រមព្រៀងនៅពេលកន្លងមកឯកឧត្តមប៉ែនបូណាអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានលើកឡើងថាបទឈប់បាញ់នេះកើតឡើងពីកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងរបស់ថ្នាក់ដឹកនាំកម្ពុជាតាមរយៈការងារការទូតដោយមានការជ្រោមជ្រែងពីភាគីអន្តរជាតិជាពិសេសសហរដ្ឋអាមេរិកសាធារណរដ្ឋប្រជាមានិតចិននិងសមាគមអាស៊ានដែលមានប្រទេសម៉ាឡេស៊ីជាប្រធានបដូវវេនក្នុងឆ្នាំ2025ដូច្នេះនេះជាឱកាសដែលយើងគួររំលឹកឡើងវិញពីអត្ថន័យនិងលទ្ធផលដែលកើតចេញពីបទឈប់បាញ់នេះសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីបានបញ្ជាក់ជូនជនរួមជាតិក្រោយសម្រេចបានបទឈប់បាញ់នេះថាកិច្ចខិតខំប្រឹងប្រែងឲ្យមានបទឈប់បាញ់បញ្ជាក់ថាកម្ពុជាបានសម្រេចប្រកាន់យកមាគ៌ាសន្តិភាពនិងតម្កល់អាយុជីវិតនិងសុខទុក្ខរបស់ប្រជាជនជាអាទិភាពចម្បងនិងខ្ពស់បំផុតចំណែកសម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានិងជាប្រធានគណៈបកប្រជាជនកម្ពុជាក៏បានគូបញ្ជាក់ច្បាស់ថាកម្ពុជាដើរលើផ្លូវសន្តិភាពតែមិនអាចធ្វើសម្បទានបូរណភាពទឹកដីនិងសេចក្តីថ្លៃថ្នូរនៃប្រជាជាតិរបស់ខ្លួនបានឡើយអាចនិយាយបានថាការសម្រេចបាននៅសេចក្តីប្រកាសរួមថ្ងៃទី27ខែធ្នូឆ្នាំ2025តាមរយៈកិច្ចប្រជុំពិសេសរបស់គណៈកម្មការព្រំដែនទូទៅ GBC ដែលក្នុងនោះមានចែងពីកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់និងកិច្ចព្រមព្រៀង15ចំណុចផ្សេងទៀតគឺជាគោលបំណងដ៏ពិសិដ្ឋរបស់រាជរដ្ឋាភិបាលនិងថ្នាក់ដឹកនាំកម្ពុជាដើម្បីបញ្ជៀសការស្លាប់ការរងរបួសនិងការបង្ហូរឈាមនិងសោកនាដកម្មដ៏មហន្តរាយមកលើប្រទេសជាតិដែលប្រជាជនកម្ពុជាធ្លាប់បានឆ្លងកាត់ឆ្អែតឆ្អន់និងបានស្គាល់រសជាតិយ៉ាងច្បាស់រួចទៅហើយនេះក៏ជាហេតុផលដែលកម្ពុជាគោរពយ៉ាងខ្ជាប់ខ្ជួននៅបទឈប់បាញ់និងគ្រប់ចំណុចទាំងអស់នៃសេចក្តីប្រកាសរួមថ្ងៃទី27ខែធ្នូឆ្នាំ2025ក៏ដូចជាកិច្ចព្រមព្រៀងពាក់ព័ន្ធដទៃទៀតដែលភាគីទាំងពីរបានឯកភាពគ្នាកាលពីពេលថ្មីៗកន្លងទៅដោយក្នុងនោះក៏មានសេចក្តីថ្លែងការណ៍រួមពីទីក្រុងកូឡាឡាំពួរស្តីពីកិច្ចព្រមព្រៀងសន្តិភាពថ្ងៃទី26ខែតុលាឆ្នាំ2025ផងដែរគោលដៅចម្បងគឺការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតាមយន្តការការទូតនិងបច្ចេកទេសសមស្របតាមគោលការណ៍ច្បាប់អន្តរជាតិសូមរំលឹកថាក្រោមស្មារតីនៃសេចក្តីប្រកាសរួមនេះយោធិនកម្ពុជា18នាក់ត្រូវបានដោះលែងឲ្យមានសេរីភាពបានវិលត្រឡប់មកជួបជុំក្រុមគ្រួសារវិញកាលពីថ្ងៃទី31ខែធ្នូឆ្នាំ2025ខណៈដែលជនភៀសសឹកជាង 94% ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង 64,000 នាក់ក៏បានវិលត្រឡប់ទៅកាន់ផ្ទះសម្បែងវិញហើយគិតមកដល់ថ្ងៃនេះប៉ុន្តែនៅសល់ជនភៀសសឹកជាង 36,000 នាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញឡើយដោយសារការរារាំងរបស់កងកម្លាំងប្រដាប់អាវុធថៃតាមរយៈការដាក់រាយបណ្ដាលួសនិងទូកុងតឺន័រនិងការបំផ្លិចបំផ្លាញផ្ទះសម្បែងនិងលួចយកទ្រព្យសម្បត្តិរបស់ពួកគេប្រឈមមុខចំពោះបញ្ហានេះរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាបន្តបន្ទាប់និងយ៉ាងខ្លាំងក្លាប្រឆាំងនឹងរាល់សកម្មភាពដែលធ្វើឲ្យប្រែប្រួលដល់បរិយាកាសសន្តិសុខនៅក្នុងឬជុំវិញតំបន់ជនស៊ីវិលការបង្កើតស្ថានភាពថ្មីនៅលើទីតាំងជាក់ស្ដែងពីសំណាក់កងកម្លាំងថៃទន្ទឹមនឹងនោះកម្ពុជាក៏បាននឹងកំពុងជំរុញឲ្យភាគីថៃអនុវត្តតាមស្មារតីចំណុចទី3និងទី4នៃសេចក្តីប្រកាសរួមដែលភាគីទាំងពីរបានឯកភាពគ្នាប្រគល់តួនាទីឲ្យគណៈកម្មការចម្រុះព្រំដែនបន្តអនុវត្តការងារវាស់វែងនិងខណ្ឌសីមាព្រំដែនឲ្យបានឆាប់រហ័សបំផុតនិងផ្ដល់អាទិភាពខ្ពស់បំផុតដល់តំបន់ដែលមានជនស៊ីវិលរស់នៅដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងតាមបណ្ដោយព្រំដែនរវាងប្រទេសទាំងពីរនិងអនុញ្ញាតឲ្យជនភៀសសឹកត្រឡប់ទៅផ្ទះសម្បែងវិញដោយគ្មានការរារាំងប្រកបដោយសុវត្ថិភាពនិងសេចក្តីថ្លៃថ្នូរក្នុងន័យនេះរាជរដ្ឋាភិបាលតាមរយៈរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនបានផ្ញើកំណត់ការទូត5លើកហើយទៅកាន់ភាគីថៃគិតចាប់ពីថ្ងៃទី27ខែធ្នូឆ្នាំ2025ដោយស្នើចាត់បញ្ជូនក្រុមវាស់វែងចម្រុះនៃភាគីទាំងពីរចុះធ្វើការលើដីជាក់ស្ដែងដើម្បីបន្តអនុវត្តការងារបោះបង្គោលបណ្ដោះអាសន្ននៅកំណត់ខ្សែព្រំដែនចន្លោះបង្គោលលេខ42ដល់47ស្ថិតនៅក្នុងភូមិសាស្ត្រភូមិជោគជ័យនិងភូមិព្រៃច័ន្ទស្រុកអូជ្រៅខេត្តបន្ទាយមានជ័យនិងនៅកំណត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ52ដល់59ក្នុងភូមិសាស្ត្រស្រុកគំរៀងខេត្តបាត់ដំបងនិងសាងសង់ឡើងវិញនៅបង្គោលព្រំដែនចំណុច15តាមគំរូដើមបង្គោលចំនួនបារាំងនៅទីតាំងដើមដែលភាគីទាំងពីរបានឯកភាពគ្នានិងកំណត់ខ្សែព្រំដែននៅទីតាំងមួយចំនួនក្នុងឃុំថ្មដាស្រុកវាលវែងខេត្តពោធិ៍សាត់ជាដើមកម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជាថៃដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិនសៀមដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ
គោលការណ៍ខ្សែព្រំដែនមិនកែប្រែសន្ធិសញ្ញាបារាំងសៀមផែនទីនិងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិនសៀមព្រមទាំងកិច្ចព្រមព្រៀងនិងឯកសារពាក់ព័ន្ធនានាតែភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមកកម្ពុជាមិនទទួលស្គាល់នៅការកែប្រែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ 戰生